ថ្លឹងមិនដាក់ណាមុនគិតអាណាមុនអញ្ចឹងយើងមកមើលអាចំហៀងនេះជាទូទៅគេអត់ថ្លឹងអញ្ចឹង2គុណនឹង x បាន 2x អញ្ចឹងមានន័យថាម៉េចមានន័យថា 2x ស្មើ 3n វាសល់មូលនឹង 2x តោះថ្ងៃនេះគ្រូមកបង្ហាញរបៀបថ្លឹងសម័យកាលចំហេះនៅក្នុងសមាសភាសាវិញអញ្ចឹងយើងមកមើលទាំងអស់គ្នាគ្រូឃើញតែច្រើនគ្នាយើងអត់តន់យល់របៀបថ្លឹងសម័យកាលហ្នឹងអីអញ្ចឹងថ្ងៃហ្នឹងគ្រូលើកមកសម័យកាលចំនួន3អញ្ចឹងយើងមករៀនថ្លឹងទាំងអស់គ្នាយើងមើលអានេះអានេះ CN H2NO2 បូក1អុកស៊ីហ្សែនបាន CH3 បូកទឹកអញ្ចឹងទៅអញ្ចឹងយើងគួរតែថ្លឹងមិនដាក់អាណាមុនគិតអាណាមុនអញ្ចឹងយើងមកមើលអាចំហៀងនេះជាទូទៅគេអត់ថ្លឹងវាទេនៅចប់បញ្ញត្តិ n អញ្ចឹងយើងថ្លឹងតែត្រឹមនេះទៅហើយយើងមើលអានេះចប់កបោនចប់ O អានេះចប់ H ចប់ O ហើយនេះ O តែទេអញ្ចឹងបើ O តែឯងអញ្ចឹងយើងទុកវាថ្លឹងក្រោយគេយើងស្រួលមកខាំថយវាអត់ប៉ះពាល់ដល់ធាតុផ្សេងទៀតទេអញ្ចឹងយើងចាប់ផ្ដើមថ្លឹងពី CH3 មុនទៅយើងមើលនេះកបោនខាងនេះមានចំនួន n ដងទៅអត់ខាងនេះមាន1អញ្ចឹងយើងធ្វើម៉េចយើង1គុណប៉ុន្មានគុណ n ចេញ n ទៅអត់ស្មើហើយយើងមើល h ខាងនេះមានប្រហែល 2n ទៅអត់ខាងនេះមាន h តែ2ទេធ្វើម៉េចបាន 2n ស្មើយើងថែមចំនួន n ដងអញ្ចឹង n គុណនឹង2បាន 2n ស្មើហើយទៅអត់កបោនស្មើ h ស្មើនៅតែ o អញ្ចឹង o យើងមកមើល o ខាងនេះ o ខាងនេះ2គុណនឹង n បាន 2n o ខាងនេះ1គុណនឹង n បាន n អញ្ចឹងបូកបញ្ចូលគ្នាមក o នៅខាងនេះមាន 3n ចំណែក O នៅខាងនេះវាមាន2ហើយខាងនេះយើងដឹងតែអត់ថ្លឹងអញ្ចឹង2ទុកនៅដដែលយើងត្រូវថែមមេគុណកន្លែងនេះតែយើងអត់ដឹងថាថែមប៉ុន្មានដាក់ទៅបូក2ទៅស្មើនឹង 3n ខាងនេះអញ្ចឹងយើងអត់ដឹងយើងចំនួនវាដោយ x មកដាក់ x ចែកអញ្ចឹង2គុណនឹង x បាន 2x អញ្ចឹងមានន័យថាម៉េចមានន័យថា 2x ស្មើ 3n វាសល់មូលនឹង 2x ស្មើ 3n នេះ2យើងបោះទៅខាងនោះបានដក2ត្រូវអត់ហើយយើងទាញរញ៉ាត់ x មកនាំឲ្យ x ស្មើ 3n ដក2ភាគ2អញ្ចឹងយើងអាចចំនួនកន្លែងនេះបានហើយលុប x ចេញដាក់ដោយ 3n ដក2ភាគ2អញ្ចឹងទៅអញ្ចឹងចប់មួយយើងឃើញអត់ហើយយើងមកមើលសម័យកាលទី2លំនាំខ្លាំងដូចគ្នាយើងចាប់ដើមពីកបោននេះមុនមកអានេះមានណាមាន n ទៅអត់អញ្ចឹងយើងដាក់កន្លែងនេះដោយ n មកអញ្ចឹងស្មើហើយដល់ពេល h នេះមាន 2n បូក 2 h នេះមានតែ2ទេអញ្ចឹងយើងធ្វើមិនបាន 2n បូក 2យើងដាក់ដោយ n បូក 1 ទៅយើងសាកគុណមក2គុណនឹង n 2n 2គុណនឹង1បាន2អញ្ចឹង 2n បូក 2 ស្មើហើយអញ្ចឹងយើងថ្លឹងអុកស៊ីសែនក្រោយគេអុកស៊ីសែនកន្លែងនេះ 2n កន្លែងនេះ n បូក 1 អញ្ចឹងកន្លែងហ្នឹងបាន 3n បូកបានបូក 1 ទៅអត់ 3n បូក 1 កន្លែងនេះអុកស៊ីសែនមានតែកន្លែងនេះទេយើងដាក់ទៀតនោះ x អញ្ចឹងកន្លែងហ្នឹងវាបាន 2x ស្មើ 3n បូក 1 អញ្ចឹងយើងទាញរក x មកវាស្មើ 3n បូក 1 ភាគ 2 អញ្ចឹងយើងលុបអានេះចោលខ្វាច់ដាក់ 3n បូក 1 ភាគ 2 អញ្ចឹងឃើញចប់អត់ត្រូវហើយប៉ុណ្ណឹងត្រូវហើយអញ្ចឹងតើតើមួយសម័យកាលទី3គ្រូទុកឲ្យយើងថ្លឹងខ្លួនឯងរៀនថ្លឹងទៅឃើញចម្លើយអាចខមមិនក្រោមវីដេអូគ្រូបានអញ្ចឹង